ngày ní nhầm chọn bằng hai pi asymptote địch tịch hay miền kia dân xúa chạm mà xúa nhóm ông pi mồm cho nhầm hai đường mồm tịch đáy nhầm hai đường mồm muốn cho nếu môn thì còn miệt đấy môn thì còn miệt complete bạn vẫn nâng cho xin chớ xí chớ cốc để môn cái chập kịch này tàu số anh đi cao sập đời ghế vẽ cái đá cứ sai sập ram cao sai ram tích cứ sám sấp khả lư sai ram tích cứ học sập cao thêm xa sập tiết rồi mà thấy vẽ cái đá này cứ mà rồi sám ram mà khom liên tích cứ mà rồi bẹt đọ sám cứ mà rồi hà mà đo lại ní cứ mà rồi bẹt mà đo lại ní cứ pi rồi chật mà đo lại ní vĩnh cứ bây rồi học sắp được cái chắc bà cái trong kiện nè xin đi mồm buôn rơi được cái thưa mày chẳng xin đi buôn rơi được cái mi tha vì thông những bay để học ai chẳng vì smart năng bay để học bốc sai sập và chẳng mi tha cất tranh vì cô âu đi máu cất máu ý á bỏ đi mà lấy sầu máu sam xài pram cao mà rồi bay pi rồi chất bay là học các toàn đó buôn rồi tiệt chẳng thật time sai sắp đưa cái tiệt này nó thôi này chẳng bung cái lại ní cứ mồm sai sắp đưa cái hãy viết trâu kia tình nâng buôn rồi đưa cái đại bạn chẳng xin buôn rồi đưa cái vì sao mà nâng xin sai sắp đưa cái thì chẳng miền này thà dương bảy tới chưa xin bay là hốc bột sai sắp hay bay là hốc dương ai lục chào bạn đã ta xin sai sắp đưa cái màu đấy mình mồm sẽ phải sai sắp chẳng tục và nâng cho cố có đôi khi nè lâu thì họ cố pram rồi đưa cái wow cố pram rồi đưa cái chẳng bị lỡ bay là học này chẳng cứ vì sao bay là hốc bột nâng mà rồi xài chẳng bay là hốc dương lục chào bạn chẳng vì sao nâng cố mà rồi sai sắp đưa cái anh nói comment mồm sẽ đây ở đó dương bắt đầu tôi chỉ rát giòn bay là học này bây giờ kịch chỉ rát giòn cứ mà chung bồn cứ pi phai chẳng có tiêu ho thao lại chuột lồng hát xin ní pi pon mà phai pram phai rồi có xin tôi sân đó xin ní cùng muối cùng pal phai lựa bay bạn chứยังอาจจะเซธาผมมวยไพ่บกไพ่ผมมวยไพ่บกไพ่บ้านเปิลจังผมมวยไพ่ใจอย่างใบนี้ซอลปีไพ่จังเอาแต่บ้านปีไพ่นี่เมาส์อันนั้นคือบ้านมาจุ่มบงเลยจังยังลุกไปเจ้าบ้านนั่นจังซอล
sin ផៃលើ 3 មកហើយយើងគណនាធម្មតាមក sin ផៃលើ 3 ឧទាហរណ៍គណនា cos 2025 ផៃលើ 4 បាទអញ្ចឹងយើងយកចែកមក2025ចែកនឹង 4 មក 20 ចែក 4 បាន 5 នេះ 0 2 តម្លាក់ 2 ចែក 4 អត់កើតទេដាក់បាន 0 5 តម្លាក់ 25 ចែក 4 បាន 6 នេះ 0 សុំទោសសល់ 1 អញ្ចឹងមានន័យថាវាស្មើកូស 506 ផៃ បូកនឹង 1 ហ្នឹង គឺ 1 ផៃលើ 4 ចានេះ អា 506 នេះវាស្មើនឹង 2 ផៃ គុណនឹង 253 បាទអញ្ចឹងឲ្យតែមាន 2 ផៃទេយើងលុបចោលបានតែម្ដុំហ្នឹងអញ្ចឹងវាស្មើនឹងកូស ផៃលើ 4 អា 2 ផៃគុណនឹង 354 253នេះមានន័យថា2 ផៃហ្នឹងមកជុំវងអញ្ចឹងមកជុំវងចំនួន 253 ដងបាទអញ្ចឹងយើងគូសមកមកជុំ 2 ជុំ 3 ជុំ 4 ជុំរហូតដល់ 253 ជុំហើយថែមមុំផៃលើ 4 គឺមុំ45ទៀតនេះនៅថងនេះបាទអញ្ចឹងនៅលើវងហ្នឹងចង់វិលមុំប្រមាណ100ជុំវិលតែចិត្តវាទេបាទអញ្ចឹងមុំធំប៉ុន្មានក៏ដោយក៏កូស៊ីនវានៅតែចន្លោះតម្លៃមកជុំវងធម្មតាហ្នឹងទេអញ្ចឹងសម្រាប់កូហៃស៊ីនយើងបែកវាចេញទៅជា2ការផៃបូកនឹងអាល់ហ្វាមកអាហ្នឹងស្មើនឹងកូសអាល់ហ្វាហើយស៊ីនក៏ដូចគ្នា2ការផៃបូកអាល់ហ្វាស្មើនឹងស៊ីនអាល់ហ្វាដោយឡែកតង់សងយើងអត់ចាំបាច់ដល់មានលេខ2ទេគ្រាន់តែការផៃមកបានហើយដែលទាំង3ករណីហ្នឹងការគឺជាចំនួនគុតយកប៉ុន្មានក៏បានដែរដក3ដក2ដក1 0 1 2 3យ៉ាងទៅណាយកលេខប៉ុន្មានក៏បានការហ្នឹងអត់ខ្វល់អញ្ចឹងពេលដែលយើងជួបកូសធំយើងព្យាយាមសរសេរវាឲ្យចេញ2ការផៃមកបូកអាល់ហ្វាបាទនេះមានបងប្អូនគាត់ឆាតមកសួរខ្ញុំអញ្ចឹងខ្ញុំបញ្យល់ឲ្យហើយបញ្យល់ជារួមអញ្ចឹងទៅណាឥឡូវយើងបន្តតោះបាច់ដាក់នេះឯងលុបកន្លាចោលអាស៊ីនតូតដេកខ្ញុំឧទាហរណ៍ខ្សែកោងមួយមានបន្ទាត់ y ស្មើ b ខ្សែកោងនោះចុះមកចេះទៅក្បែរអាបន្ទាត់ហ្នឹងបាទនេះជាខ្សែកោង C ចាទៅក្បែរហ្នឹងគេហៅថាអាស៊ីនតូតដេកបាទមានន័យថាពេលដែល x កាន់តែធំអានេះតាមរយៈរូបនេះគឺពេលដែល x ខិតទៅរកអណន្តអនុគម f នៃ x នេះវាទៅក្បែរអាបន្ទាត់ហ្នឹងវាទៅក្បែរអា b ហ្នឹងបាទអញ្ចឹងមានន័យថាវាជាអាស៊ីនតូតដេកឬក៏អានោះដេកខាងបូកអណន្តអាខ្លះទៀតដេកខាងដកអណន្តនេះនេះខ្សែកោង C ដែរ
តែខាងនេះខាងឆ្វេងនេះវានៅក្បែរបន្ទាត់ហ្នឹងអញ្ចឹងមានន័យថា limit ពេល x ខិតទៅជិតដកអណន្តនៃ f នៃ x វាទៅក្បែរអាបន្ទាត់ y ស្មើ b ហ្នឹងអញ្ចឹងក៏អាស៊ីមតូតដែរអញ្ចឹងគេថា limit x ខិតទៅជិតអណន្តមួយណាក៏បានដែរបូកអណន្តក៏បានដកអណន្តក៏បាននោះ y ស្មើ b ជាអាស៊ីមតូតដេកនេះដេកខាងបូកអណន្តដោយសារ x ខិតជិតបូកអណន្តហើយបើ limit x ខិតជិតដកអណន្តវិញដូចគ្នាទេតែអាស៊ីមតូតដេកខាងដកអណន្តវិញខ្ញុំឧទាហរណ៍គេឲ្យ f នៃ x ស្មើនឹង 2x បូក1លើ x ដក1លើខ្ញុំឲ្យគណនា f នៃឲ្យធំហ្មង f នៃ 1000 f នៃ 10000 f នៃ 1លានបាទ f នៃដក 1000 f នៃដក 10000 ហើយនឹង f នៃដក 1លានអញ្ចឹងខ្ញុំប្រើកាសចូល 2x បូក1លើ 2x ដក1 2x បូក1លើ x ដក1បាទលើ x យើងដំបូងស្មើនឹង 1000 អញ្ចឹង2គុណនឹង 1000 អានេះវា 1000 ដក 1 បាទអញ្ចឹងចម្លើយវាគឺ 2.003 ខ្ញុំយកតែប៉ុណ្្នឹងចុះអានេះ 2.003 ដល់ពេលខ្ញុំតម្លើងដល់ 10000 ខ្ញុំតម្លើង0ថែមមួយទៀតចានេះ 2.0003 03 ដងហើយខ្ញុំតម្លើងដល់ 1លាន 0.6 ដងចានេះឃើញ 2.00003 05 ដងបាទអានេះជំនួសដក 1000 ចូលវិញអញ្ចឹង2គុណនឹងដក 1000 អានេះដក 1000 ដែរក្រោមបាទអញ្ចឹងឃើញដកឃើញ 1.997 អានោះដក 10000 អញ្ចឹងថែម0ម្នាក់មួយទៀតអញ្ចឹងឃើញដកឃើញ 1.9997 អានោះដក 1លាន 0.6 ដងអញ្ចឹងឃើញដកឃើញ 1.97 ដង 95 ដងហើយ 7 អញ្ចឹងបើយើងសន្និដ្ឋានយើងមើល x ពេលដែល x កាន់តែធំទៅf នៃ x យើងគឺក្បែរ 2 ហើយបាទអញ្ចឹងមានន័យថា limit x ខិតទៅជិតបូកអណន្តនៃ f នៃ x ស្មើ 2 ហើយ limit x ខិតទៅជិតដកអណន្តនេះ x កាន់តែទៅខាងដកអណន្តទៅ1.99999វាក្បែរ 2 ដែរអញ្ចឹង limit គេហៅ 2 ហ្នឹងព្រោះនៅក្នុង limit វាគ្រាន់តែជាតម្លៃដែលខិតទៅជិតតែប៉ុណ្ណោះខិតទៅជិត 2
ចឹង limit x ខិតជិតអណន្តគឺស្មើ2ចឹងមានន័យថាបន្ទាត់ y ស្មើ2នេះជាអាស៊ីមតូតដេកនេះក៏ជាអាស៊ីមតូតដេកដែរតែមួយដេកខាងបូកអណន្តអាមួយទៀតខាងដកអណន្តតែដូចតែគ្នាទេវា y ស្មើ2ដូចគ្នាហ្នឹងខ្ញុំគូក្រាបឲ្យមើលបាទក្រាបវា 2x ដក1 2x បូក1លើ x ដក1ណាខ្ញុំគូក្នុងកម្មវិធីបាទចឹង y ស្មើនឹង2x ដក1លើ x បូក1ហើយនឹងបន្ទាត់មួយទៀតអាស៊ីមតូតដេក y ស្មើ1 y ស្មើនឹង2អានឹងមានអាស៊ីមតូតឈរមួយទៀត x ស្មើដក1យើងរៀនពីម្សិលមិញបាទបាទនេះជាខ្សែកោងអាពណ៌ក្រហមនេះអាពណ៌ខៀវដេកនេះគឺអាស៊ីមតូតដេកឃើញថាខ្សែកោងនិងអាស៊ីមតូតនៅក្បែរគ្នាទេនេះក្បែរគ្នាទេអានេះត្រឹមតែ8ឯង8វាក្បែរគ្នាប៉ុណ្ណឹងចុះតម្រាំទាំងអាណននោះ1លាន10លាន100លានបាទអញ្ចឹងវាកាន់តែក្បែរគ្នាមែនទែនអាហ្នឹងគេហៅថាអាស៊ីមតូតដេកឧទាហរណ៍គេឲ្យអនុគមf នៃ x ស្មើនឹង3ដក 2x លើ x បូក1គណនា limit x ខិតជិតដកអណន្តនិង limit x ខិតជិតបូកអណន្តបកស្រាយលទ្ធផលនៅសំណួរកតាមន័យធរណីមាត្រឬក៏សភៅខ្លះគេហៅន័យក្រាបន័យនេះមានន័យថាអត្តន័យទោះថាអត្តន័យធរណីមាត្រវាមានន័យថាម៉េចឬក៏អត្តន័យក្រាបរបស់វាមានន័យថាម៉េចអញ្ចឹង limit x ខិតទៅជិតដកអណន្តនៃ f នៃ x f នៃ x យើងគឺ3ដក 2x លើ x បូក1នេះបើយើងជំនួសអណន្តចូលគេហៅរៀងអណន្តលើអណន្តដែលខ្ញុំបានបរៀនរួចមកហើយអញ្ចឹងពួកយើងដែលធ្វើលំហាត់តាមគ្រូជាប់លាប់រហូតខ្ញុំគិតថាមិនពិបាកទេហ្នឹងរៀងអណន្តលើអណន្តយើងចាប់អាធំជាងគេអានេះ 2x អញ្ចឹងយើងចាប់ x ជាកតាទៅអញ្ចឹងសល់3លើ x អានោះសល់តែ2ទេយើងយក x បាត់ហើយអាក្រុមយើងចាប់ x ជាកតាដែរសល់1បូក1លើ x បន្ទាប់មកយើងសម្រួល x នៅខាងមុខនេះចោលនេះអញ្ចឹងវានៅសល់3លើ x ដក2ចែកនឹង1បូក1លើ x អញ្ចឹង3លើអណន្តស្ករគ្រាប់3ចែកឲ្យមនុស្ស1លាននាក់បាន0ម្នាក់ហើយនោះដក2លើ1បូកស្ករគ្រាប់1ចែកឲ្យមនុស្ស1លាននាក់0ដែរអញ្ចឹង limit x ខិតជិតដកអណន្តវាស្មើដក2មានន័យថា x កាន់តែធំទៅអាខ្សែកោងយើងទៅជិតដក2នេះទៅជិតដក2ចាហ្នឹងគឺអាស៊ីមតូតដេកអាហ្នឹងគេហៅថាន័យធរណីមាត្រឬក៏ន័យក្រាបបាទន័យក្រាបឬន័យធរណីមាត្រហ្នឹងគឺមានន័យថាវាជាអាស៊ីមតូតដេក limit x ខិតជិតបូកអណន្តវិញយើងសរសេរដូចគ្នាចឹងដែរទេណាចំណុចចុងក្រោយឃើញដក2ដូចគ្នាសំណួរកសំណួរខលទ្ធផល limit x ខិតទៅជិតបូកដកអណន្តនៃ f នៃ x ឬយើងនិយាយ2ចុះ
លទ្ធផល limit x ខិតជិតដកអណន្តនៃ f នៃ x ស្មើដក 2 បានន័យថាបន្ទាត់ y ស្មើដក 2 ជា asymptote ដេកនៃក្រាបតាងអនុគម f ខាងដកអណន្តខាងដកអណន្តឬក៏យើងហៅថាត្រង់ក៏បានដែរត្រង់កន្លែងដកអណន្តហើយលទ្ធផលមួយទៀតអាហ្នឹងយើងសរសេរ2ចឹងក៏បានយើងសរសេរដាក់បូកដកសរសេរតែមួយក៏បានដែរសរុបបាទប៉ុន្តែនេះយើងសរសេរ2ចុះ x ខិតជិតបូកអណន្តស្មើដក 2 ដែរមានន័យថាបន្ទាត់ y ស្មើដក 2 ជា asymptote ដេកនៃក្រាបតាងអនុគម f ត្រង់បូកអណន្តអញ្ចឹងយើងអាចគិតថាasymptote ដេកខាងដកអណន្តខាងបូកអណន្តដូចតែគ្នាហ្នឹងឥឡូវហ្នឹងដូចគ្នាមែនប៉ុន្តែថ្ងៃក្រោយបងឯងនឹងជួបអនុគមដែលវាមិនដូចគ្នាបាទដែលវាផ្សេងគ្នាx ការ៉េបូក 2x ដក 3 លើ 2x ការ៉េដក 1គណនា limit x ខិតជិតដកអណន្តនិង limit x ខិតជិតបូកអណន្តទាញរកសមីការ asymptote ដេកlimit x ខិតជិតដកអណន្តនៃ f នៃ x ស្មើនឹង limit x ខិតជិតដកអណន្តនៃ x ការ៉េបូក 2x ដក 3 លើ 2x ការ៉េដក 1អញ្ចឹងបើយើងចំនួនចូលមួយផ្លេតគឺរៀងអណន្តលើអណន្តធំជាងគេខាងលើគឺ x ការ៉េចាប់វាចេញមកសល់1អានោះសល់2លើ x អានោះគឺ3លើ x ការ៉េតែម្ដងភាគបែងចាប់ x ការ៉េចេញដែរមកសល់2ដក1លើ x ការ៉េសម្រួល x ការ៉េចោលចាប់ដើមចំនួនយើងលែងសេ limit ហើយណា2លើអណន្ត0 3លើអណន្ត0 1លើអណន្ត0អញ្ចឹងស្មើកន្លះ limit x ខិតជិតបូកអណន្តដូចគ្នាអញ្ចឹងទេណាធ្វើដូចគ្នាស្មើកន្លះដែរខទាញរក asymptote ខ្ញុំសេសរុបចុះដោយ x ខិតទៅរកទាំងបូកទាំងដកអណន្តវាស្មើកន្លះដូចគ្នានោះគេបានបន្ទាត់ y ស្មើកន្លះហ្នឹងជា asymptote ដេកនៃអនុគម f នៃ x ត្រង់ដកអណន្តផងនិងបូកអណន្តផងតោះមានឆ្ងល់អីអត់អញ្ចឹងសម្រាប់ប៉ុណ្ណឹងសិនចាំគ្រូផ្ញើលំហាត់ឲ្យធ្វើបន្ថែម